ថ្ងៃនេះចៅឆ្លៀនពេលទឹកដែលយើងចង់បំផ្លាញគ្រួសារយើងរាប់លានអ្នកយើងត្រូវបដិញ្ញាចិត្តឈាមស្រស់យើងប្រាប់ឲ្យវាដឹងថាជនជាតិយើងមិនអាចប្រមាថបានទេឈប់ប្រើទំនិញថៃនាពេលនេះជាមនសិការមិនមែនជាការរើសអើងពូជសាសន៍ឡើយគេវាយប្រហារយើងមុនគេប្រើអាវុធសាហាវបំផ្លិចបំផ្លាញយើងគេធ្វើឲ្យពលរដ្ឋយើងទាំងក្មេងទាំងចាស់រត់ចោលផ្ទះសម្បែងមិនមែនមួយថ្ងៃមិនមែនមួយឆ្នាំប៉ុន្តែមួយជីវិតការឈឺចាប់នឹងរឿងរ៉ាវដែលបានកើតឡើងមួយរយៈពេលខ្លីនេះគឺវាគ្រប់គ្រាន់សម្រាប់ដាស់ស្មារតីប្រជាជនខ្មែរយើងទាំងមូលពីការឈប់ប្រើប្រាស់នៅផលិតផលសៀមយើងកំពុងតែជប់ប្រើប្រាស់ផលិតផលវាសេដ្ឋកិច្ចវាកំពុងតែធ្លាក់ណាប៉ុន្តែវានៅឌឺយើងវានៅខ្មើតក្រុមហ៊ុនថៃដែល locate នៅក្នុងប្រទេសកម្ពុជារបស់យើងថាអត់អីទេប្រជាជនខ្មែរឈឺចាប់អត់សូវយូរទេយ៉ាងយូរបំផុតត្រឹម6ខែផ្លិចឲ្យនឹងបកត្រឡប់មកប្រើប្រាស់ផលិតផលពួកវាវិញទៅដែរត្រង់ចំណុចហ្នឹងយើងត្រូវតែឈឺចាប់វាមើងងាយយើងមិនមែនមើងងាយតែមនុស្សមើងងាយតាំងពីជាតិសាសន៍មើងងាយតាំងពីពុកពងមើងងាយខ្សត់គ្រប់សពបែបសពយ៉ាងហើយអសូរតែពួកយើងដែលទៅធ្វើអីវាហើយសួរថាតើអ្នកណាគឺជាចោរដ៏ប្រកបខ្លួនឯងតាមលួចទឹកដីចង់បានប្រាសាទគេរាប់ខែរាប់ឆ្នាំសពឡើងសូម្បីតែប្រាសាទអង្គរវត្តដែលជារបស់យើងក៏វាហ៊ានចោទថាយើងលួចវាដែរទាំងដែលពិភពលោកគេបានទទួលស្គាល់ប្រវត្តិសាស្ត្រគេបានចារច្បាស់និយាយឲ្យខ្លីការប្រើប្រាស់ផលិតផលគឺវាមកពី mindset អារម្មណ៍របស់យើងឯងពីឯកាប៉ុន្តែបងប្អូនទៅមើល supermarket អីវ៉ាន់ដែលយើងធ្លាប់ឃើញថាអីវ៉ាន់ហ្នឹងគឺជារបស់ផ្ទះលេខ2ប៉ុន្តែឥឡូវបដូរដាក់ភាសាខ្មែរទាំងអស់ខូចចិត្តណាបងប្អូនខូចចិត្តមែនតើខូចចិត្តថាហេតុអីយើងមិនរួមគ្នាហេតុអីយើងមិនព្រមពាក់ឯកាទាំងអស់គ្នាអ្នកខ្លះអល់ប្រយោជន៍នៅពេលនេះគេរលុយបានខ្លាំងជាងមុនដែលយើងមានបញ្ហាជាមួយផ្ទះលេខ2ទៀតផលិតផលបដូរដាក់ឈ្មោះខ្មែរធ្វើដោយកូនខ្មែរអីអញ្ចឹងទៅពាក់ឯកាលែងប្រើរបស់ផ្ទះលេខ2ប៉ុន្តែរបស់ផ្ទះលេខ2គឺនៅធ្វើចរាចរណ៍នៅប្រទេសកម្ពុជាយើងដ៏ច្រើនអាណាអ្នកនាំយកបោះសៀមមកឲ្យប្រជាជនខ្មែរហូបទៀតឲ្យលលាយឲ្យមកពូជ